រុស្ស៊ីប្រមានថាបើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់នឹងបង្កមហន្តរាយយ៉ាងធំធេងសង្គ្រាមអ៊ីស្រាអែលនិងអ៊ីរ៉ង់មិនទាន់ឃើញសញ្ញាធូរស្រាលនៅឡើយទេហើយអ្វីដែលកាន់តែបារម្ភគឺថាពីសប្តាហ៍ទៀតនឹងក្លាយជាពេលវេលាដ៏សំខាន់ក្នុងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកតើខ្លួនត្រូវលូកដៃដែរឬអត់ពេលនេះរុស្ស៊ីបានប្រមានចំលោកដូណាល់ត្រាំថាអ៊ីរ៉ង់មិនអាចផ្លាស់ប្ដូររបបបានឡើយហើយការធ្វើឃាតមេដឹកនាំកម្ពុជារបស់ប្រទេសនេះនឹងបង្កឲ្យមានមហន្តរាយយ៉ាងធំធេងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News នៅថ្ងៃសុក្រទី20ខែមិថុនាឆ្នាំ2025អ្នកនាំពាក្យវិមានក្រឹមលៀង Dmitry Peskov បាននិយាយថាការធ្វើឃាតលោក Ayatollah Ali Khamenei នឹងក្លាយជាការផ្លាស់ប្ដូររបបប្រទេសអ៊ីរ៉ង់ប្រៀបបានទៅនឹងការបើកប្រអប់នៃគ្រោះមហន្តរាយបង្កវិនាសកម្មយ៉ាងធំធេងទង្វើបែបនេះបង្កឲ្យមានសកម្មភាពនិងការឆ្លើយតបពីប្រទេសអ៊ីរ៉ង់ចំណែករុស្ស៊ីក៏សំខាន់ដាច់ខាតផងដែរដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់រុស្ស៊ីឯណោះវិញលោក Peskov ក៏បានព្រមានលោក Donald Trump ថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិកនៅតំបន់បច្ចឹមបូព៌ានឹងនាំឲ្យមានផលវិបាកដ៏មហន្តរាយហើយទាញស្ថានភាពឲ្យរាលដាលคล้ายជាសង្គ្រាមពេញតំបន់ទាំងមូលទោះបីជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបំភ្លឺរួចហើយថាការផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់មិនមែនជាគោលដៅបំណងនៃយុទ្ធសាស្ត្រយោធាអ៊ីស្រាអែលនោះទេតែលោកចាត់ទុកថាវាជាលទ្ធផលការផ្លាស់ប្ដូរណាមួយនៅក្នុងការដឹកនាំរបបអ៊ីរ៉ង់ត្រូវបានកំណត់ដោយប្រជាជនអ៊ីរ៉ង់មិនមែនដោយសារតែអ៊ីស្រាអែលឡើយលោកបានបន្តទៀតថាការផ្លាស់ប្ដូររបបឬផ្ដួលរំលំរបបនេះគឺជាបញ្ហាចម្បងនិងសំខាន់បំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់នោះហើយមូលហេតុដែលខ្ញុំមិនចាត់ទុកថាជាគោលដៅវាជាលទ្ធផលប៉ុន្តែវាមិនមែនជាគោលដៅដែលបានបញ្ជាក់ឬផ្លូវការឡើយអ៊ីស្រាអែលបានបញ្ជាក់ថាខ្លួនគ្មានជំរឿផ្សេងក្រៅពីវាអ៊ីរ៉ង់ឡើយព្រោះប្រទេសនេះកំពុងស្ថិតនៅលើផ្លូវឈានទៅឆ្ពោះរកការផលិតគ្រាប់បែកនុយក្លេអ៊ែរហើយយ៉ាងណាអ៊ីរ៉ង់បានបដិសេធយ៉ាងអហង្ការចំពោះការចោទប្រកាន់នេះនិងអះអាងម្ដងហើយម្ដងទៀតថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ